ជំរាបសួរលោកគ្រូនឹងខ្ញុំឈ្មោះផៃសុខវិមានជាគ្រូនិស្សិតមកពីថ្នាក់អំហើយថ្ងៃនេះផងដែរនឹងខ្ញុំធ្វើការឆ្លុះបញ្ចាំងឬក៏សង្ខេបមេរៀននៅសប្តាហ៍ទី8ដែលនិយាយអំពីការវិតម្លៃការអនុវត្តនិងការវិតម្លៃជាក់លាក់ហើយនឹងនីតិបទបន្ថែមទៅលើចំណុចនៅក្នុងមេរៀននេះផងដែរគឺជាការវិតម្លៃមួយដែលអតិតងទៅនឹងការប្រឡងហើយប៉ុន្តែមានន័យថាវាអតិតងទៅនឹងការធ្វើលំហាត់ដែរប៉ុន្តែវាជាការវិតម្លៃមួយនឹងជំរុញឲ្យសិស្សចេះគ្រប់គ្រងនៅគំនិតខ្លួនឯងដូចជាប្រធានបទស្រាវជ្រាវរកគំនិតអីដែលថ្មីឬក៏រកផលិតផលអីដែលថ្មីដោយឆ្លងតាមរយៈការdo research ឬក៏ធ្វើការងារជាក្រុមជាដើមអញ្ចឹងការវិតម្លៃការអនុវត្តពាក់ព័ន្ធនឹងការបង្ហាញរបស់សិស្សលើផ្នែកបំណិននិងសមត្ថភាពក្នុងការបង្កើតផលិតផលការបង្កើតចម្លើយឬក៏ការធ្វើបាត់បង់ឡើងមកវិញចូលមកក្នុងចំណុចមួយគឺនិយាយអំពីការវិតម្លៃការអនុវត្តនិងការវិតម្លៃជាក់លាក់អញ្ចឹងការវិតម្លៃការអនុវត្តនិងការវិតម្លៃជាក់លាក់ហ្នឹងគឺការប្រើប្រាស់ចំណេះដឹងផ្សំគុំជាមួយនឹងការអនុវត្តដើម្បីបង្កើតបំណិនមួយសម្រាប់គាត់មានន័យថានៅក្នុងការវិតម្លៃហ្នឹងទាមទារឲ្យមានចំណេះដឹងរួមជាមួយនឹងការអនុវត្តដើម្បីទទួលបានផលិតផលថ្មីមួយងាយស្រួលនៅក្នុងការវិតម្លៃទៅលើការអនុវត្តហើយនឹងការវិតម្លៃទៅលើភាពជាក់លាក់នឹងជាដើមបន្ថែមលើពីនេះទៅទៀតការវិតម្លៃការអនុវត្តគឺពាក់ព័ន្ធនឹងការបង្ហាញរបស់សិស្សលើផ្នែកបំណិនឬក៏សមត្ថភាពក្នុងការបង្កើតផលិតផលការបង្កើតចម្លើយឬក៏ការធ្វើបទបង្ហាញចំពោះការវិតម្លៃហ្នឹងគេអាចនិយាយបាន3ទី1គឺការវិតម្លៃការអនុវត្តការវិតម្លៃជាក់លាក់និងការវិតម្លៃលក្ខណៈជាក់ស្ដែងនៅក្នុងការវិតម្លៃទាំង3ហ្នឹងគឺយើងប្រើប្រាស់មួយណាក៏បានដែរគោលដៅរួមមកវាគឺដូចតែគ្នាទេមានន័យថាគោលដៅរួមមកវាគឺធ្វើឲ្យសិស្សនោះបង្កើតនូវផលិតផលអ្វីដែលថ្មីប្រើប្រាស់ចំណេះដឹងការអនុវត្តដើម្បីបង្កើតបំណិនមួយនៅក្នុងជីវិតរបស់គាត់ហ្នឹងមានថាឲ្យគាត់ចេះមានគំនិតឬក៏ប្រើប្រាស់ចំណេះដឹងដែលគាត់មានស្រាប់ឬក៏ចំណេះដឹងដែលគាត់បានរៀនជាមួយគ្រូជាមួយនៅគ្រូដែលនៅសាលាហ្នឹងយកមកអនុវត្តដើម្បីបង្កើតឲ្យទៅជាអ្វីដែលថ្មីមួយលើឧទាហរណ៍ដូចជាបញ្ហានៅជនបទមានបញ្ហាទៅលើការធ្វើដំណើរឧទាហរណ៍ថាការធ្វើដំណើរអញ្ចឹងសិក្សានុសិស្សដែលគាត់បានរៀនគាត់ចាប់ផ្ដើមគិតគម្រោងបើគាត់ចាប់ផ្ដើមគិតគម្រោងថាគាត់គួរធ្វើបែបម៉េចដើម្បីអភិវឌ្ឍនៅតំបន់ហ្នឹងកុំឲ្យមានភាពលំបាកនៅក្នុងការធ្វើដំណើរទៀតអញ្ចឹងគាត់ចាប់ផ្ដើមមានគំនិតថាត្រូវធ្វើផ្លូវបេតុងឬក៏ត្រូវស្ដារផ្លូវថ្មីធ្វើផ្លូវថ្មីដើម្បីឲ្យភូមិឃុំហ្នឹងមានផ្លូវមួយដែលងាយស្រួលប្រើប្រាស់អាហ្នឹងវាតកតងទៅនឹងការគិតរបស់គាត់ប្រើចំណេះដឹងរបស់គាត់ក្នុងការគិតបំណិនឬក៏លទ្ធផលអីមួយដើម្បីដោះស្រាយបញ្ហានៅក្នុងសង្គមជាក់ស្ដែងភាពពិតជាក់ស្ដែងតែម្ដងអញ្ចឹងនៅក្នុងនឹងផងដែរការវិតម្លៃជាក់លាក់គឺជាប្រភេទនៃការវិតម្លៃដែលតម្រូវឲ្យសិស្សអនុវត្តការងារជាក់ស្ដែងដើម្បីបង្ហាញពីការអនុវត្តប្រកបដោយចំណេះដឹងនិងជំនាញច្បាស់លាស់លើខ្ញុំឧទាហរណ៍មួយទៀតថាអ្នករៀនខាងគីមីច្នៃហាអញ្ចឹងនៅពេលដែលគាត់រៀនខាងគីមីច្នៃហាគាត់ចាប់ផ្ដើម do research ទៅនឹងផលិតផលមួយដែលយើងគិតថាសង្គមខ្មែរយើងត្រូវការហើយវាថ្មីបើទោះបីជាអត់ថ្មីស្រឡាងក៏ដោយប៉ុន្តែវាចេញមកពីគំនិតនៅសិស្សចំនួនហ្នឹងចឹងចាចូលឧទាហរណ៍ថាគាត់ចង់បង្កើតផលិតផលមួយឧទាហរណ៍ថាត្រីអាមុកកំប៉ុងសំទោសអាមុកកំប៉ុងអញ្ចឹងនៅក្នុងអាមុកត្រីកំប៉ុងហ្នឹងគាត់ចាប់ផ្ដើមគិត ingredient គាត់ចាប់ផ្ដើមគិត packaging វាអញ្ចឹងគាត់ធ្វើ do research ជាក្រុមទៅដោយសារតែចំណេះដឹងគាត់មានស្រាប់ហើយគាត់ធ្វើការ do research តមកវាមានមេតូតមាន result មានអីអញ្ចឹងមករហូតទៅដល់គាត់បានផលិតផលថ្មីមួយដែលគាត់កំណត់ចង់បានគឺអាមុកត្រីកំប៉ុងនឹងឯងអញ្ចឹងអាមុកត្រីកំប៉ុងហេតុអីគាត់ចង់បង្កើតអាមុកត្រីកំប៉ុងហ្នឹងត្រូវមានគោលដៅដែរគោលដៅរបស់គាត់គឺចង់អភិរក្សអាហារដែលជាសញ្ជាតិរបស់ខ្មែរទី1ទី2គឺចង់ឲ្យអាមុកត្រីហ្នឹងមានភាពកាន់តែល្បីល្បាញហើយនឹងអាចនាំទៅក្រៅប្រទេសផងដែរឲ្យបរទេសបានស្គាល់ពីម្ហូបខ្មែរមានរសជាតិឆ្ងាញ់ប៉ុណ្ណាទី3អាមុខត្រីនឹងផងដែរបើសិនជាយើងធ្វើការដាក់នៅក្នុងកំប៉ុងអញ្ចឹងធ្វើឲ្យទុកបានយូរមានថាទុកបានយូរអញ្ចឹងធ្វើឲ្យអតិថិជនងាកមកគ្រប់គ្រងនៅអាហារខ្មែរឬក៏ផលិតផលខ្មែរដែលមានស្រាប់ជាវាងដូចជាត្រីខកំប៉ុងអីមកពីខាងក្រៅប្រទេសផ្សេងអញ្ចឹងយើងមានអាមុខត្រីកំប៉ុងហើយយើងមានម្ហូបស្រាប់អីហ្នឹងយើងគ្រាន់តែដាក់ចម្អិនទៅទទួលទានបានតែម្ដងអាហ្នឹងដូចគ្នាដែរវាតកតងទៅនឹងគាត់យកចំណេះដឹងរបស់គាត់អនុវត្តផ្ទាល់
បង្កើតបានទៅជាអីថ្មីមួយចាហ្នឹងផងដែរគឺជាការវិតម្លៃលើការអនុវត្តហើយនឹងការវិតម្លៃជាក់លាក់ជាក់ស្ដែងក្នុងសង្គមពិតតែម្ដងខ្ញុំរៀបរាប់មុននឹងផងដែរនៅក្នុងកិច្ចការអនុវត្តមានលក្ខណៈជាក់ស្ដែងនៅក្នុងការអនុវត្តមានលក្ខណៈជាក់ស្ដែងនៅក្នុងនោះមាន6ធាតុសំខាន់ទៀតទី1គឺវាត្រូវតែពិតជាក់ស្ដែងហ្មងតែវាត្រូវតែពិតជាក់ស្ដែងនៅក្នុងសង្គមមួយហ្នឹងហ្មងទី2មានការវិនិច្ឆ័យនៃច្នៃប្រឌិតអញ្ចឹងមានការច្នៃប្រឌិតធ្វើឲ្យគាត់បង្កើតអីមួយដែលថ្មីបង្កើតអីមួយដែលប្លែកឬក៏វាល្អជាងមុនអីចឹងទៅអាហ្នឹងវាតកតងទៅនឹងការភាពច្នៃប្រឌិតរបស់គាត់ដែរទី3តម្រូវឲ្យសិស្សធ្វើការងារមានថាគាត់ចាំបាច់ត្រូវធ្វើការងារហ្នឹងបើសិនជាគាត់អាចធ្វើការងារហ្នឹងទេគាត់អាចអនុវត្តផ្ទាល់ទេលទ្ធផលដែលគាត់ទទួលបានមកក៏អត់បានដែរអញ្ចឹងត្រូវការធ្វើការអនុវត្តមិនទទួលបានលទ្ធផលចេញមកទី2វាតម្លៃសំទោសទី5វាតម្លៃសមត្ថភាពអញ្ចឹងមានថានៅពេលដែលគាត់ដល់ដំណាក់កាលមួយដែលគាត់យកចំណេះដឹងទៅបង្កើតអីថ្មីមួយហើយទទួលបានលទ្ធផលថ្មីមួយហើយអាហ្នឹងចូលទៅដល់យើងអាចវាតម្លៃសមត្ថភាពគាត់បានន័យថាសមត្ថភាពរបស់គាត់អាចមានសមត្ថភាពនៅក្នុងភាពច្នៃប្រឌិតមានសមត្ថភាពនៅក្នុងការបង្កើតអ្វីដែលថ្មីមានសមត្ថភាពធ្វើការងារក្រុមព្រោះអាហ្នឹងវាតកតងទៅនឹងការងារក្រុមផងដែរអញ្ចឹងបើសិនជាការងារក្រុមគាត់អត់ work ឬក៏គាត់អត់ចេះសហការគ្នាទេផលិតផលដែលគាត់ចង់បង្កើតថ្មីហ្នឹងក៏វាអត់ចេញរូបរាងមកដែរចាទីមួយទៀតគឺផ្សារភ្ជាប់ទៅនឹងបទពិសោធន៍របស់មនុស្សពេញវ័យនៅកន្លែងការងារហ្នឹងដូចគ្នាយើងយកបទពិសោធន៍យើងដែលមានស្រាប់ដែលគាត់មានស្រាប់មកផ្សារភ្ជាប់ដើម្បីបង្កើតអ្វីមួយដែលថ្មីគ្រប់គ្រងនៅdo research របស់ខ្លួនឯងចឹងទៅជាចុងក្រោយគឺផ្ដល់ឱកាសពិនិត្យឡើងវិញអនុវត្តចារណាធនធាននិងទទួលព័ត៌មានត្រឡប់អញ្ចឹងបន្ទាប់ពីគាត់ទទួលបានបង្កើតផលិតផលថ្មីហើយគាត់ប្រកាសជាទទួលបានព័ត៌មានត្រឡប់ពីលោកគ្រូឬក៏សាស្ត្រាចារ្យដែលនៅសាលារបស់គាត់ហ្នឹងឯងថាគំនិតរបស់គាត់ប៉ុណ្ណឹងគ្រប់នៅប៉ុណ្ណឹងបាននៅទទួលយកបាននៅត្រូវមានអីកែប្រែថ្មីដើម្បីជាទៅដល់ដំណាក់កាលមួយដែលវាមិនបីទោះវាមិន perfect ក៏វា better ដែរពេលយើងត្រឡប់មកវិញសួរថាតើយើងធ្វើបែបម៉េចដើម្បីឲ្យមានការវាតម្លៃក្នុងការអនុវត្តរបស់សិស្សហ្នឹងអញ្ចឹងដើម្បីវាតម្លៃក្នុងការអនុវត្តរបស់សិស្សគឺយើងមើលទៅលើទី1គឺសិស្សសម្ដែងបង្កើតកសាងផលិតនិងធ្វើអ្វីមួយបើសិនជាគាត់ធ្វើបានយើងយកលទ្ធផលដែលគាត់ធ្វើហ្នឹងមកវាតម្លៃវិនិច្ឆ័យជាក់ស្ដែងតែម្ដងចាទី2គឺសិស្សប្រើប្រាស់បំណិនផ្ដល់ហេតុផលអញ្ចឹងនៅពេលដែលគាត់បង្កើតអីដែលថ្មីមួយគាត់ចាប់ផ្ដើមឲ្យហេតុផលថាជាហេតុអីបានគាត់ធ្វើហ្នឹងហេតុអីបានវាចេញរូបរាងចឹងមកមូលហេតុដើមចងរបស់វាហើយទី3ប្រើប្រាស់គំនិតសំខាន់និងចាំបាច់ដែលពាក់ព័ន្ធអញ្ចឹងនៅក្នុងនោះគាត់ចាប់ផ្ដើមនៅពេលដែលគាត់បង្កើតអីមួយគាត់ត្រូវការប្រើគំនិតដែរត្រូវការប្រើគំនិតអីមួយដែលពាក់ព័ន្ធដើម្បីឲ្យមានគំនិតក្នុងការបង្កើតអីដែលថ្មីមួយហ្នឹងហើយមួយទៀតតម្រូវឲ្យមាននីតិបទនិងលក្ខណៈវិនិច្ឆ័យច្បាស់លាស់សម្រាប់ការដាក់ពិន្ទុផងដែរអញ្ចឹងក្នុងនាមយើងជាគ្រូឬក៏ជាអ្នកសាស្ត្រាចារ្យដែលវាតម្លៃទៅលើការអនុវត្តរបស់សិស្សមួយក្រុមហ្នឹងគឺតម្រូវឲ្យមានលក្ខណៈនិងលក្ខណៈវិនិច្ឆ័យច្បាស់លាស់ក្នុងការដាក់ពិន្ទុច្បាស់លាស់មានន័យថាម៉េចមានថាផ្អែកយើងផ្អែកទៅលើបញ្ហាសង្គមជាក់ស្ដែងផ្អែកទៅលើទស្សនវិជ្ជានៅក្នុងសង្គមជាក់ស្ដែងតែម្ដងហើយមួយទៀតការងារប្រកបដោយនិរន្តរភាពចាបន្ទាប់ពីយើងធ្វើកាមកោការអានឹងហើយការងាររបស់យើងប្រកបជាមាននិរន្តរភាពឆ្ពោះទៅមុខហើយតទៀតហើយសិស្សបញ្យល់ប្រាក់ហេតុផលនឹងការពារអញ្ចឹងបន្ទាប់ពីសិស្សបញ្យល់ប្រាក់ហេតុផលនឹងការពារហើយក្នុងគំនិតទាំងអស់ហ្នឹងគឺធ្វើឲ្យគ្រូអាចវាតម្លៃការអនុវត្តសិស្សហ្នឹងបានហើយថាសិស្សមួយក្រុមនោះជោគជ័យនៅក្នុងការ do research នឹងទៅជោគជ័យនៅក្នុងការ presentation អ្វីមួយដែលគាត់ដាក់ឲ្យនៅត្រឡប់មកវិញតពីចំណុចមុនតកតងបន្ទាប់ពីយើងដឹងហើយថាការវាតម្លៃលើការអនុវត្តអីក៏ដោយគឺសិតតែមានចំណុចខ្លាំងនិងចំណុចខ្សោយរបស់វាហើយនឹងដែនកំណត់របស់វាអញ្ចឹងនៅក្នុងនេះខ្ញុំសូមសង្ខេបខ្លីៗតកតងទៅនឹងចំណុចខ្លាំងនៅពេលដែលយើងធ្វើការវាតម្លៃលើការអនុវត្តគឺចំណុចខ្លាំងរបស់វាគេទី1គឺវាស់វែងពីបំណិនក្នុងការបង្ហាញហេតុផលអញ្ចឹងបន្ទាប់ពីយើងឲ្យសិស្ស do research ឬក៏គាត់ធ្វើអីមួយដើម្បីការពារអំណះដែលគាត់បានធ្វើហ្នឹងយើងប្រកាសជាអាចវាស់វែងឬក៏វាតម្លៃពីបំណិនក្នុងការបង្ហាញហេតុផលរបស់គាត់ឯថាវា make sense អត់វាទទួលយកបានអត់ទី2គឺគ្រូប្រើលក្ខណៈវិនិច្ឆ័យជាក់លាក់សម្រាប់ការវាតម្លៃអញ្ចឹងគាត់លើកឡើងមកយើងចាប់ផ្ដើមគិតថាក្នុងទស្សនវិជ្ជាសង្គមចាក់ស្ដែងថាវាកំពុងតែជួបបញ្ហានឹងមែនអត់វាចាំបាច់ត្រូវមានដំណោះស្រាយដែលក្រុមគាត់លើកឡើងនៅមកមែនអត់បើសិនជាគ្រូប្រើលក្ខណៈវិនិច្ឆ័យជាក់លាក់នឹងឲ្យគាត់ថាអូវាប្រកាសជាមិនចឹងមែនវាប្រកាសជាត្រូវការហ្នឹងមែនអញ្ចឹងគាត់ថាលក្ខណៈវិនិច្ឆ័យនោះវាសមស្របទៅនឹងអ្វីដែលសង្គមចាក់ស្ដែងត្រូវការមួយទៀតគឺមានការចូលរួមយ៉ាងសកម្មរបស់សិស្ស
បន្ទាប់ពីយើងដាក់អញ្ចឹងមកសិស្សភាគច្រើនគឺគាត់មានចំណង់ចំណូលចិត្តក្នុងការដោះស្រាយបញ្ហាអីដែលសង្គមជួបជាក់ស្ដែងតែម្ដងអញ្ចឹងវាធ្វើឲ្យសិស្សមានភាពសកម្មមួយគ្នាមិនថាជាមួយគ្រូមិនថាជាមួយការងារក្រុមដែលគាត់កំពុងធ្វើជាមួយគ្នាហ្នឹងហើយទី5គឺការសិក្សាកាត់ឡើងកំឡុងពេលវាតម្លៃដូច្នេះផងដែរនៅពេលដែលយើងវាតម្លៃគាត់ចាប់ផ្ដើមមានគំនិតសិក្សាបែបគំនិតថ្មីថាអូចំណុចនេះគាត់ខ្វះខាតចំណុចនេះគាត់ត្រូវការดู research ថែមចំណុចនេះគាត់ត្រូវការទៅមើលឯកសារផ្សេងតាក់ទងទៅនឹងប្រទេសផ្សេងដើម្បីយកអភិវឌ្ឍនៅក្នុងប្រទេសខ្លួនឯងមានន័យថាគាត់ត្រូវមើលឯកសារប្រទេសផ្សេងដើម្បីយកគំនិតរបស់គេយកreference របស់គេយកមកគ្រប់គ្រងនៅគំនិតខ្លួនឯងដែលខ្លួនឯងកំពុងតែធ្វើ do research ហ្នឹងបន្ថែមទៀតហើយមួយទៀតសង្កត់ធ្ងន់លើការអនុវត្តចំណេះដឹងចាអានោះសំខាន់មានថាចំណុចខ្លាំងរបស់វាលើការអនុវត្តលើការវិនិច្ឆ័យការអនុវត្តនោះគឺសង្កត់ធ្ងន់ទៅលើការអនុវត្តចំណេះដឹងហ្មងនៅពេលដែលគាត់មានចំណេះដឹងគឺយើងចាំបាច់ត្រូវយើងសិស្សភាគច្រើនពួកខ្ញុំធ្លាប់មានបទពិសោធន៍សិស្សដែរខ្ញុំភាគច្រើនខ្ញុំចង់ឲ្យចំណេះរបស់ខ្លួនឯងលេចចេញជារូបរាងគាត់ថាយើងអាចធ្វើបានអត់យើងគិតថាហ្នឹងយើងធ្វើបានអញ្ចឹងនៅពេលដែលហ្នឹងគ្រូដាក់កិច្ចការឲ្យស្រាប់តែចាប់មកឲ្យយើងដែលយើងចង់ធ្វើហ្នឹងអញ្ចឹងយើងមានគំនិតថាយើងត្រូវអភិវឌ្ឍចំណេះដឹងទៅម្ដងអញ្ចឹងអីក៏ដោយវាចាប់ផ្ដើមពីសូន្យនៅពេលដែលគាត់មានការអភិវឌ្ឍចំណេះដឹងទោះបីដំបូងវាជោគជ័យទេប៉ុន្តែយ៉ាងហោចណាស់ក៏គាត់បានដើរលើផ្លូវហ្នឹងដែរគាត់ដឹងថាធ្វើអីជោគជ័យធ្វើអីចំណុចអីខ្វះខាតចំណុចអីត្រូវថែមចំណុចអីល្អហើយចំណុចអីត្រូវដាក់ឲ្យវាជោគជ័យនៅក្នុងគម្រោងគាត់ហ្នឹងហ្មងអញ្ចឹងនៅក្នុងហ្នឹងគឺគាត់អនុវត្តចំណេះដឹងបានច្រើនហើយជាចុងក្រោយគឺផ្សារភ្ជាប់នឹងជីវិតពិតតែដូចគ្នាតែលើកឡើងដដែលតាំងពីដំបូងគឺការវិតម្លៃអនុវត្តហ្នឹងគឺត្រូវតែភាពជាក់លាក់ជាក់ស្ដែងនៅក្នុងសង្គមហ្នឹងហ្មងមានថាផ្សារភ្ជាប់នឹងជីវិតពិតរបស់គាត់ហ្មងចាហើយមួយទៀតតទៅចំណុចខ្សោយផងដែរចំណុចខ្សោយផងដែរខ្ញុំសូមទ្រុសដែរលោកគ្រូចំណុចខ្សោយផងដែរគឺពិបាកបង្កើតភាពជឿជាក់ឬក៏ភាពជាក់លាក់តែបង្កើតភាពជឿជាក់មិនថាក៏ឌូ research មកគាត់អត់ទាន់មានភាពជាក់លាក់ខ្លួនសម្រាប់ខ្លួនឯងឯងឬក៏មានភាពជឿជាក់សម្រាប់ខ្លួនឯងអញ្ចឹងវាខ្វះខាតនៅក្នុងចំណុចមួយនឹងដែរទី2មានភាពលំអៀងក្នុងការវាស់វែងដោយសារតែធម្មជាតិនៃការផ្ដល់បន្ទុករបស់គ្រូចាអាហ្នឹងវាជាទូទៅ general តែម្ដងអញ្ចឹងនៅពេលដែលគ្រូធ្វើការដាក់បន្ទុកជាធម្មតាមនុស្សគឺជាធម្មជាតិតែម្ដងតែមានភាពលំអៀងតិចតួចអីតែតងទៅនឹងតាមអារម្មណ៍របស់គាត់ដូចថាពេលគាត់កែសិស្ស A ណាអារម្មណ៍គាត់ល្អស្រាប់តែពេលកែសិស្ស B ណាអារម្មណ៍គាត់ឡើងសិស្សល្អអញ្ចឹងការដាក់បន្ទុកទៅតាមអារម្មណ៍នឹងដែរទៅតាមអារម្មណ៍របស់គ្រូដែរទី3គឺការសម្ដែងរបស់សិស្សប្រែប្រួលតាមពេលវេលាជាលទ្ធផលការសន្និដ្ឋានមិនត្រឹមត្រូវដូចគ្នាដូចថានៅពេលដែលការសម្ដែងថាការឡើង present របស់គាត់ក្នុងបច្ចេករបស់គាត់នោះឧទាហរណ៍ថាយប់ហ្នឹងគឺគាត់អត់បានគេងទេគាត់ការងារច្រើនស្រាប់តែស្អែកត្រូវតែ present ហ្មងចឹងធ្វើឲ្យអារម្មណ៍គាត់ល្អការ present របស់គាត់ក៏គាត់អត់ល្អដែរតែបើសិនជានៅពេលណាមួយដែលគាត់ឡើង present ហ្នឹងគាត់មានអារម្មណ៍ល្អបែកគំនិតចេញមកមិនដឹងមកពីណាវាអូតូអញ្ចឹងធ្វើឲ្យការសម្ដែងរបស់គាត់ហ្នឹងល្អអញ្ចឹងមានថាម្ដងល្អម្ដងមិនល្អទៅតាមទិដ្ឋភាពចាក់ស្ដែងរបស់គាត់ទៅហើយវិធីទាមទារឲ្យគ្រូពិចារណាលើពេលវេលាក្នុងការរៀបចំនិងបំពេញដូចគ្នាផងដែរនៅក្នុងការដាក់កិច្ចការឲ្យសិស្សតែតែមានពេលវេលាកំណត់ទេតែតែមាន deadline អាចជាមួយអាទិត្យពីរអាទិត្យបើសិនលក្ខណៈ do research វាចូលជាខែអញ្ចឹងទៅអញ្ចឹងនៅក្នុងពេលវេលាហ្នឹងសួរថាសិស្សរៀបចំតន់អត់គ្រប់គ្រាន់ជ្រុំជ្រោយនៅក្នុងការគ្រប់គ្រងគំនិត do research របស់គាត់ហ្នឹងតែអាហ្នឹងវាក៏ជាបញ្ហាដែរហើយមួយទៀតគឺពិបាកក្នុងការរៀបចំផែនការសម្រាប់ពេលវេលាដែលកំណត់តែដូចគ្នាដូចជាមួយនឹងចំណុចមិញអត់សូវខុសគ្នាទេហើយជាចុងក្រោយនៅក្នុងចំណុចខ្លាំងចំណុចខ្សោយនឹងដែនកំណត់ហ្នឹងដែនកំណត់ហ្នឹងគឺតកតងទៅនឹង3ចំណុចធំគឺទី1ភាពជឿជាក់ឬភាពទៀងទាត់ទី2គំរូទី3ពេលវេលាអញ្ចឹងអា3ចំណុចទាំងអស់ហ្នឹងគឺត្រូវតែមានដែនកំណត់មួយឲ្យច្បាស់លាស់ជាក់លាក់សម្រាប់សិស្សប៉ុន្តែវាពិបាកក្នុងការធ្វើបំពេញដូចជាពេលវេលាអញ្ចឹងបើសិនជាយើងឲ្យគាត់ពេលប៉ុណ្ណឹងស្គាល់ថាគាត់ថាអត់គ្រប់ទេគាត់ត្រូវការថែមអញ្ចឹងយើងពិបាកសន្និដ្ឋានក្នុងការកំណត់ដែនកំណត់មួយឲ្យគាត់ធ្វើនៅក្នុងការអនុវត្តចំណេះដឹងរបស់គាត់ហ្នឹងខ្ញុំចូលមួយទៀតគឺតម្រូវការមូលដ្ឋានសម្រាប់ការប្រើប្រាស់ការវិតម្លៃការអនុវត្តអញ្ចឹងតម្រូវការមូលដ្ឋានក្នុងដំណើរការមូលដ្ឋានគឺត្រូវកែខ្លះទី1គឺសង្កេតអាកប្បកិរិយាឬក៏សមត្ថភាពជាក់លាក់ទី2គឺ
สมาธิភាពស្មុគស្មាញឬក៏ជំនាញមិនអាចបកបានទី3គឺកិច្ចការផ្ដោតលើលំនាំដែលអាចបង្រៀនបានហើយទី4គឺកិច្ចការអនុវត្តត្រូវធ្វើឲ្យងាយស្រួលដើម្បីវិនិច្ឆ័យសមនៃការកិរិយារបស់សិស្សទី5តម្រូវឲ្យមានផលិតផលឬក៏ការកិរិយាដែលមានតម្លៃក្នុងសិទ្ធិរបស់ពួកគេទី6គឺកិច្ចការអនុវត្តគួរតែជំរុញស្វ័យវាតម្លៃរបស់សិស្សចាហើយនៅក្នុងមួយទៀតខ្ញុំចូលក្នុងចំណុចមួយទៀតគឺដំណើរការនៃការវាតម្លៃផ្អែកលើការអនុវត្តចឹងនៅក្នុងដំណើរការនៃការវាតម្លៃសួរថាយើងចែកចេញជាប្រមាណជំហានយើងចែកចេញជា3ជំហានដែលនៅជំហានទី1គឺយើងត្រូវកំណត់គោលដៅសិនយើងត្រូវកំណត់គោលដៅសិនថាកំណត់គោលដៅមិនយើងត្រូវកំណត់គោលដៅថាកំណត់ថាយើងនឹងវាតម្លៃពីគេវាតម្លៃពីបំណិនពីចំណេះដឹងពីការអនុវត្តរបស់គាត់ចាដំណើរការនៃការវាតម្លៃផ្អែកលើការអនុវត្តគឺដំណើរការទី1គឺកំណត់គោលដៅហ្នឹងនៅក្នុងការកំណត់គោលដៅហ្នឹងកំណត់ថាយើងនឹងវាតម្លៃពីគេទី2គឺសម្រេចបានការពិនិត្យនិងល្មើស្តង់ដារនិងគោលបំណងចូលជំហានទី2គឺបង្កើតសកម្មភាពអនុវត្តនៅក្នុងសកម្មភាពអនុវត្តហ្នឹងគឺមានហូរហែមានរៀបចំគម្រោងកិច្ចការមានបတ်បែនមានសង្កេតសាស្ត្រគឺនៅក្នុងដំណាក់កាលទី2នឹងឯងបង្កើតសកម្មភាពអនុវត្តនៅក្នុងដំណាក់កាលចុងក្រោយគឺដំណាក់កាលទី3បង្កើតលក្ខណៈវិនិច្ឆ័យនៅក្នុងដំណាក់កាលទី3នេះផងដែរការបង្កើតលក្ខណៈវិនិច្ឆ័យបន្ទាប់ពីកិច្ចការឬគម្រោងត្រូវបានកំណត់លក្ខខណ្ឌចាំបាច់ត្រូវបានបង្កើតដើម្បីវាតម្លៃជោគជ័យរបស់សិស្សហើយគឺគ្រូចាំបាច់ត្រូវមើលគុណភាពផលិតផលហ្នឹងហើយបង្កើតលក្ខណៈវិនិច្ឆ័យឬក៏វាតម្លៃគាត់តែម្ដងចំណុចទី6នៅក្នុងមេរៀននេះផងដែរគឺនិយាយអំពីលទ្ធផលសិក្សារំពឹងទុកក្នុងពេលមួយសិក្សាសម្រាប់ការវាតម្លៃអនុវត្តអញ្ចឹងនៅក្នុងលទ្ធផលសិក្សារំពឹងទុកក្នុងពេលមួយសិក្សាសម្រាប់ការវាតម្លៃហ្នឹងមានអីខ្លះមាន4ធំទី1ការយល់ដឹងស៊ីជម្រៅឲ្យសិស្សមានការយល់ដឹងស៊ីជម្រៅទី2ការបង្ហាញហេតុផលរបស់សិស្សតើ make sense អត់គាត់មានគំនិតអីនៅក្នុងការបង្ហាញហេតុផលរបស់គាត់ទី3គឺបំណិនឲ្យសិស្សមានបំណិនក្នុងជីវិតឲ្យសិស្សប្រើប្រាស់បំណិនដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហានៅក្នុងសង្គមជាក់ស្ដែងទី4គឺផលិតផលមានថានៅពេលដែលយើងដាក់ឲ្យសិស្សអនុវត្តទៅលើចំណេះដឹងទៅលើអីមួយដូចជាសិស្សប្រធានបទអីមួយគឺប្រកាសជាទទួលបានលទ្ធផលមកវិញហើយចឹងលទ្ធផលហ្នឹងនៅក្នុងលទ្ធផលហ្នឹងសំទោសទៅគាត់ទទួលបានផលិតផលមកវិញចឹងសួរថានៅក្នុងផលិតផលហ្នឹងផ្ដល់ឲ្យគេមកខ្លះផ្ដល់ច្រើនបើសិនជាយើងគិតនៅក្នុងសង្គមមួយមានការវាតម្លៃអញ្ចឹងគ្រប់សាលារៀនមួយសាលារៀនគិតមានប្រមាណថ្នាក់ក្នុងមួយថ្នាក់ទទួលបានលទ្ធផលប្រមាណមួយថ្នាក់មានប្រមាណក្រុមអញ្ចឹងលទ្ធផលដែលថ្មីកើនឡើងមករហូតចឹងក្នុងការវាតម្លៃមួយហ្នឹងធ្វើឲ្យសង្គមជាតិបើគិតទៅវាអភិវឌ្ឍជឿនលឿនដែរប៉ុន្តែវាពិបាកធ្វើមែនទេក្នុងសង្គមសប្តាហ៍ថ្ងៃវាគ្រាន់តែជាការគិតមួយដែលគិតថាបើសិនជាអានោះ work បើសិនជាគម្រោងនឹង work គឺល្អមែនទេនៅក្នុងការអនុវត្តការវាតម្លៃការវាតម្លៃការអនុវត្តនឹងវាល្អមែនទេចាហើយមួយទៀតគឺសូម detail ទៅលើចំណុចមួយការយល់ដឹងស៊ីជម្រៅហ្នឹងគឺតាក់ទងទៅលើនៅពេលដែលយើងឲ្យគាត់ធ្វើអីមួយគឺគាត់ចាប់ផ្ដើមគិតវិភាគវាថាគាត់ត្រូវធ្វើបែបម៉េចដើម្បីដោះស្រាយបញ្ហានឹងចេញអញ្ចឹងធ្វើឲ្យគាត់មានការគិតស៊ីជម្រៅហើយមានការបង្ហាញហេតុផលទៀតនៅពេលដែលគាត់បង្ហាញហេតុផលនោះមានតែមិនគ្រប់គ្រងនៅអ្វីដែលគាត់ធ្វើអញ្ចឹងគាត់ចាប់ផ្ដើមរកហេតុផលដើម្បីគ្រប់គ្រងនៅដំណើរខ្លួនឯងហើយមួយតាក់ទងទៅនឹងទី3គឺបំណិនដូចនិយាយមិញអញ្ចឹងគឺការធ្វើបែបបង្ហាញនឹងបំណិនចិត្តចលករតាក់ទងទៅនឹងគឺគាត់ការមានការអភិវឌ្ឍបំណិននៅក្នុងជីវិតរបស់គាត់បានល្អប្រសើរហើយទី4គឺផលិតផលមានថាសិស្សអាចបង្កើតចំណេះរបាយការណ៍និងកិច្ចការគម្រោងទៅលើផលិតផលមួយទៅលើផលិតផលអីមួយដែលគាត់បានបង្កើតជាក្រុមគាត់ហ្នឹងចឹងចូលចំណុចមួយទៀតគឺនិយាយអំពីការដាក់បន្ទុកនិងការវិនិច្ឆ័យនៅក្នុងការប្រភេទនៃការដាក់បន្ទុកហ្នឹងចាក់ចេញជា3ធំគឺមានតារាងបញ្ជីត្រួតពិនិត្យទី2គឺមានឋានវាតម្លៃទី3គឺលក្ខខណ្ឌបំបត្តិហើយនៅក្នុងការដាក់បន្ទុកតាមលក្ខខណ្ឌបំបត្តិហ្នឹងមាន2ទៀតគឺសំទោសនីតិបំបត្តិនៅក្នុងការដាក់បន្ទុកតាមនីតិបំបត្តិហ្នឹងចែកចេញជា2ទៀតគឺទី1គឺនីតិបំបត្តិវាតម្លៃទិដ្ឋភាពរួមហើយមួយទៀតគឺនីតិបំបត្តិវាតម្លៃផ្នែកលម្អិតខ្ញុំសូមនិយាយបន្តិចទៅលើតារាងបញ្ជីត្រួតពិនិត្យសម្រាប់ការវាតម្លៃបទបង្ហាញហ្នឹងអញ្ចឹងនៅក្នុងតារាងហ្នឹងវាមានជាចំណុច
យើងត្រូវទៅមើលទៅលើកិច្ចការបកគាត់ទាំងអស់មើលទៅលើប្រធានបទស្រាវជ្រាវនោះទលំទលាយអត់ធំត្រូវអត់មើលទៅលើ stylist របស់គាត់មើលទៅលើសេចក្តីផ្ដើមសារៈសំខាន់តេទៀងអ្នកស្ដាប់អត់មើលទៅលើពុម្ពអក្សររបស់គាត់ធ្វើនៅក្នុង presentation ហ្នឹងមើលទៅលើនិយាយទៅមើលទៅលើរចនាប័ទ្មនៅក្នុង slide presentation របស់គាត់តែម្ដង graphic ចំនួន slide សមស្របនឹងពេលវេលាកំណត់អត់អានោះតេតងទៅនឹងតារាងត្រួតពិនិត្យសម្រាប់ការវាយតម្លៃបទបង្ហាញឬក៏មួយទៀតគេហៅថា checklist យើងអាចនិយាយអង់គ្លេសបាន checklist នៅក្នុងហ្នឹងបានចំណុចដែលបានរៀបរាប់មុនហ្នឹងហើយទី2គឺមេដ្ឋានវាតម្លៃក្នុងមេដ្ឋានវាតម្លៃហ្នឹងបើសិនជាយើងនិយាយទៅមេដ្ឋានគុណភាពទៅវាមានយើងអាច rate ជាលេខមកវាគេថាតិចតួចមិនដែលពេញលេញសមស្របបំផុតហើយមិនពេញលេញទៅតាមកម្រិតរបស់គាត់មកអញ្ចឹងនៅក្នុងហ្នឹងយើងអាចដាក់វាជាថ្នាក់យកបង់លេខ2លេខ1ដល់លេខ5ឬក៏លេខ1ដល់លេខ7មកនៅក្នុងហ្នឹងយើងអាចនិយាយអំពីការយល់ដឹងពេញលេញរបស់គាត់អញ្ចឹងយើងអាចមានលេខ1ដល់លេខ5បើសិនជាលេខ5មានថាការយល់ដឹងរបស់គាត់ខ្លាំងបើសិនជាលេខ1មានថាការយល់ដឹងរបស់គាត់នៅស្ទើរចាហើយនៅក្នុងមូលដ្ឋានវាតម្លៃហ្នឹងវាក៏មានការគ្រប់គ្រងច្បាស់លាស់ដែរគ្រប់គ្រងហ្នឹងសំដៅទៅលើការគ្រប់គ្រងទាំង slide គ្រប់គ្រងទាំងពេលវេលាគ្រប់គ្រងទាំងពេល presentation របស់ខ្លួនឯងគ្រប់គ្រងទាំងការងារក្រុមផងដែរអញ្ចឹងក្នុងយើងអាច rate បានចាតើតើទៅនឹងការគ្រប់គ្រងទាំងអស់ទី2សំដៅមួយទៀតនៅក្នុងអាមេដ្ឋានវាតម្លៃហ្នឹងគឺនោះគាត់ present ហ្នឹងគាត់មិនដែរការ present របស់គាត់ហ្នឹងមិនតាក់អត់រលូនអត់ចាហ្នឹងក៏វានៅក្នុងមេដ្ឋានវាតម្លៃផងដែរហើយចំណុចមួយទៀតគឺតកតងទៅនឹងនីតិបទបើយើងនិយាយទៅគឺជាវិធីសាមញ្ញនិងមានប្រសិទ្ធភាពបំផុតក្នុងការវាតម្លៃដាក់បន្ទុកលើការសម្ដែងអញ្ចឹងនៅក្នុងមេដ្ឋានសំទោសនៅក្នុងនីតិបទនឹងផងដែរគឺមានន័យថាវាគឺជាមូលដ្ឋានត្រូវបានប្រើជាលក្ខណៈវិនិច្ឆ័យដើម្បីបង្កើតតារាងមួយដែលមាន2ផ្នែកហ្នឹងមានថាផ្នែកមួយខាងលក្ខណៈវិនិច្ឆ័យនៅមួយខាងហើយផ្នែកបន្ទុកទៀតនៅមួយខាងដូចតារាងអញ្ចឹងចែកជា2មកលក្ខណៈវិនិច្ឆ័យនៅមួយខាងនេះដាក់បន្ទុកនៅមួយខាងនេះហើយលក្ខណៈវិនិច្ឆ័យគួរតែរៀបតាមលំដាប់លំដោយរបស់វាឲ្យមានលំដាប់លំដោយមកស្រួលយើងស្រួលលោកគ្រូអ្នកគ្រូងាយស្រួលក្នុងការវាតម្លៃផងដែរចំណុចចុងក្រោយខ្ញុំសូមនិយាយតកតងទៅនឹងសារៈសំខាន់នៃនីតិបទហ្នឹងអញ្ចឹងសារៈសំខាន់នៃនីតិបទហ្នឹងមាននេះខ្លះសារៈសំខាន់របស់វាគឺតារាងបន្ទុកផ្ដល់នៅការវាតម្លៃជាក់លាក់នៅលក្ខណៈសម្រាប់កម្រិតនៃការអនុវត្តនីមួយៗដែលសិស្សនិងគ្រូគួរតែផ្អែកលើការវិនិច្ឆ័យរបស់ពួកគេទី2គឺតារាងបន្ទុកផ្ដល់ឲ្យសិស្សនៅព័ត៌មានច្បាស់លាស់អំពីរបៀបដែលពួកគេអនុវត្តបានល្អនិងអ្វីដែលពួកគេត្រូវការដើម្បីសម្រេចនៅពេលអនាគតដើម្បីដំណើរការរបស់ពួកគេកាន់តែប្រសើរឡើងអញ្ចឹងសារៈសំខាន់នៃនីតិបទហ្នឹងគឺមានសារៈសំខាន់មែនទែនក្នុងការជួយការវាតម្លៃទាំងគ្រូក្នុងការជួយផ្ដល់ព័ត៌មានត្រឡប់ទៅឲ្យសិស្សវិញនៅពេលដែលគាត់ដឹងហើយអំពីចំណុចខ្វះខាតឬក៏ចំណុចល្អរបស់គាត់ត្រូវមានឬក៏អីដែលគាត់ត្រូវថែមសិស្សប្រកបជាត្រៀមខ្លួនរួចរាល់ក្នុងការសម្រេចគោលដៅឬក៏សម្រេច project របស់គាត់ឲ្យលេចចេញជារូបរាងក្នុងពេលអនាគតផងដែរចាអរគុណលោកគ្រូដូច្នេះការសង្ខេបមេរៀនរបស់ខ្ញុំសូមចប់តែប៉ុណ្្នេះបើសិនជាមានកំហុសខ្វះខាតឬក៏ចំណុចត្រង់ណាខ្វះខាតក៏សូមលោកគ្រូជួយបន្ថែមទៀតដូច្នេះខ្ញុំសូមអរគុណសូមជម្រាបលាលោកគ្រូ